ប្រសិនជាលោកអ្នកធ្លាប់បានទៅចូលរួមការកាត់ក្តីឬមើលរឿងភាគហុងកុងតាមកញ្ចក់ទូរទស្សន៍លោកអ្នកប្រកាសជាចាប់អារម្មណ៍នៅសក់ពាក់ពណ៌សដែលមេធាវីនិងចៅក្រមតែងតែពាក់នៅលើក្បាលជាមិនខានសក់ពាក់មួយនោះគឺមិនមែនត្រូវបានគេពាក់លេងដើម្បីយកស្ទាយនោះទេតែវាមានអត្ថន័យរួមទាំងប្រវត្តិយ៉ាងច្បាស់លាស់និងត្រឹមត្រូវសក់ពាក់នេះគឺចាប់ផ្ដើមមានការពេញនិយមនៅពាក់កណ្ដាលសតវត្សទី17ដោយសារតែព្រះមហាក្សត្រលូវីសទី13បានប្រើប្រាស់សក់คล้ายៗនេះដើម្បីបិទបាំងនៅភាពទំពេករបស់ខ្លួនហើយការពាក់សក់នេះក៏ចាប់ផ្ដើមរីកសាយនៅតាមបណ្ដាពួកអភិជននិងអ្នកមានវណ្ណៈកណ្ដាលនៅប៉ែកអឺរ៉ុបជាបន្តបន្ទាប់ចំណែកឯក្នុងប្រព័ន្ធតុលាការទៀតសោតមេធាវីនិងចៅក្រមក៏ចាប់ផ្ដើមពាក់សក់នេះផងដែររាល់ពេលដែលធ្វើការកាត់ក្តីលុះមកដល់ឆ្នាំ1685សក់ពាក់ប្រាស់ស្មាក៏បានក្លាយទៅជាឯកសណ្ឋានពេញលេញរបស់មេធាវីតែម្ដងហើយអត្ថន័យនៃការពាក់សក់នេះគឺតំណាងឲ្យភាពថ្លៃថ្នូរនិងអំណាចដ៏អង់អាចរបស់តុលាការរហូតមកដល់ឆ្នាំ1830សក់ពាក់ក៏ហួសសម័យនិងលែងសូវពេញនិយមដូចមុនក៏ប៉ុន្តែតុលាការក៏នៅតែបន្តប្រពៃណីមួយនេះតរៀងមកតែមកដល់បច្ចុប្បន្ននេះសក់ពាក់គឺមិនត្រូវបានតម្រូវក្នុងពេលកាត់ក្តីទោសស្រាលនោះទេប៉ុន្តែមេធាវីនិងចៅក្រមខ្លះតែងពាក់សក់នេះនៅពេលកាត់ក្តីបែបព្រហ្មទណ្ឌឬទោសធ្ងន់ជាដើម